អ្វីទៅជាភក្តិសន្យាហើយចង់ឲ្យលោកស្រីសម្រាយពាក្យសាមញ្ញងាយយល់ជាដំបូងនាងខ្ញុំជំរាបសួរដែរទៅដល់ពិធីករក៏ដូចជាទស្សនិកជនទាំងអស់គ្នាបើសិនជាយើងនិយាយអំពីពាក្យថាភក្តិសន្យាយើងនិយាយឲ្យខ្លីតែម្ដងគឺជាកិច្ចសន្យាជួលហើយកិច្ចសន្យាជួលនេះនិយមន័យវាងាយស្រួលគឺភាគីម្ខាងបានផ្ដល់នៅសិទ្ធិនៅក្នុងការប្រើប្រាស់និងអាស្រ័យផលហើយបានផលត្រឡប់មកវិញជាថ្លៃឈ្នួលពីភាគីម្ខាងទៀតដែលយើងនិយាយឲ្យងាយស្រួលទៅបើសិនជាយើងបានលើកអំបញ្ញមិញគឺយើងកំណត់ទៅលើតាក់ទងជាមួយនឹងផ្ទះតាក់ទងជាមួយនឹងអាគារភោជនីយដ្ឋានជាដើមអញ្ចឹងមានភាគីម្ខាងគឺគាត់ជាម្ចាស់នៅភោជនីយដ្ឋានហើយគាត់ផ្ដល់នៅសិទ្ធិទៅឲ្យភាគីដែលជាយើងហៅភក្តិកឬក៏ភាសាសាមញ្ញយើងហៅថាអ្នកជួលហ្នឹងបានប្រើប្រាស់ហើយអាស្រ័យផលទៅលើអាជីវកម្មហ្នឹងត្រឡប់មកគាត់វិញហើយភក្តិកឬក៏អ្នកជួលហ្នឹងត្រូវបង់ថ្លៃឈ្នួលទៅឲ្យម្ចាស់អាគារឬក៏ម្ចាស់ទីតាំងណាមួយអញ្ចឹងត្រឡប់ទៅវិញហើយរយៈពេលហ្នឹងគឺអាចគាត់កំណត់គ្នាជាទូទៅគឺយើងប្រើរយៈពេលសម្រាប់ការទូទាត់ថ្លៃឈ្នួលហ្នឹងគឺជារៀងរាល់ខែដែលតាមច្បាប់កំណត់បើសិនជាគូភាគីអត់កំណត់ទេគឺបង់នៅចុងខែនីមួយៗចាសម្រាប់កិច្ចសន្យាឬក៏រយៈពេលដែលលោកស្រីវិទ្យាបានបញ្ជាក់ហ្នឹងគឺយើងកំណត់រយៈពេលប្រមាណជាយ៉ាងតិចឬក៏ច្រើនប្រមាណឆ្នាំមិនដែររយៈពេលជាទូទៅគឺអាស្រ័យទៅលើគូភាគីទេជាអ្នកកំណត់ប៉ុន្តែនៅក្នុងច្បាប់យើងបែងចែកជាពីរថាប្រសិនបើរយៈពេលក្រោម15ឆ្នាំក្រោមសំទោសក្រោម15ឆ្នាំគឺស្ថិតនៅក្នុងក្រមរដ្ឋវិន័យយើងប៉ុន្តែបើលើ15ឆ្នាំវាទៅជាសិទ្ធិជួលរយៈពេលវែងវិញចាត្រឡប់ទៅកាន់លោកមេធាវីមនិនវិញពាក់ព័ន្ធជាមួយនឹងកម្មវត្ថុនៃភក្តិសន្យាឬក៏កិច្ចសន្យាជួលថាតើអ្វីទៅគឺជាកម្មវត្ថុនៃកិច្ចសន្យាមួយនេះបាទសូមគោរពជំរាបសួរទស្សនិកជនដែលកំពុងតាមដានទូរទស្សន៍ BTV បាទសូមអរគុណហើយតកតងទៅនឹងកម្មវត្ថុនៃកិច្ចសន្យាដូចសីមេធាវីបានជំរាបជូនអញ្ចឹងមានន័យថាអ្នកដែលមានសិទ្ធិប្រើប្រាស់អាស្រ័យផលលើវត្ថុគាត់ផ្ដល់សិទ្ធិប្រើប្រាស់អាស្រ័យផលទៅភាគីម្ខាងទៀតជាថ្លៃថ្នូរនឹងការជួលអញ្ចឹងនៅក្នុងនិយមន័យនៃភក្តិសន្យាឬកិច្ចសន្យាជួលនេះគឺសំដៅលើវត្ថុបាទសំដៅលើវត្ថុមានន័យថានៅក្នុងពាក្យច្បាប់នៅពេលដែលគេនិយាយពីវត្ថុគេបែងចែកជាពីរគឺចលនាវត្ថុនិងអចលនាវត្ថុចា៎បាទទោះជាយើងមានប្រើពាក្យធ្លាប់និយាយថាអូយើងជួលមនុស្សឧទាហរណ៍លោកថាទៅជួលមេធាវីបាទអញ្ចឹងសារសួរហ្នឹងជាកិច្ចសន្យាជួលដែរទេបាទមិនមែនជាកិច្ចសន្យាជួលទេអញ្ចឹងកម្មវត្ថុនៃកិច្ចសន្យាជួលគឺវត្ថុបាទហើយវត្ថុនៅក្នុងនេះគឺអចលនាវត្ថុឬក៏ចលនាវត្ថុចា៎អញ្ចឹងតកតងទៅនឹងព្រឹត្តិការណ៍ថ្មីតកតងទៅនឹងបរិយាកាសដែលបង្កឡើងដោយជំងឺដង្កាយសាហាវនេះយើងឃើញថាមានបង្កឲ្យមានផលប៉ះពាល់ទៅអ្នកដែលអនុវត្តកិច្ចសន្យាមួយចំនួនជាការពិតបាទជាពិសេសកិច្ចសន្យាជួលអចលនវត្ថុចា៎បាទយើងសំដៅផ្ដោតទៅលើអចលនវត្ថុចុះអញ្ចឹងយើងឃើញក្នុងករណីបើជួលអចលនវត្ថុតើតែយើងបែងចែកឲ្យច្បាស់បាទព្រោះបើសិនជាគាត់មានដីហើយគាត់មានអាគារហើយគាត់ចូលរួមគ្នាហើយពេលបានប្រាក់ចំណេញយកមកចែកគ្នាពេលហ្នឹងគាត់មានជួលទេមានតែគាត់អាចដាក់ទុនជាអចលនវត្ថុអញ្ចឹងជាភាគហ៊ុនវិញបាទជាភាគហ៊ុនវិញចាឬក៏ពេលខ្លះគាត់ជួលដែរឧទាហរណ៍ផ្ទះម្ដាយឲ្យកូនប្រើប្រាស់ហើយរកទទួលទានចុះហើយបានលុយចំណេញយកចុះអាហ្នឹងអត់ជួលទេវាទៅជាកិច្ចសន្យាមួយទៀតផលភោគបាទអញ្ចឹងន័យផ្សេងគ្នាឬក៏បើសិនជាគាត់មានរបរអាជីវកម្មជាប្រចាំឧទាហរណ៍គាត់ជួលបន្ទប់ហើយគាត់បែងចែកតូចទៅហើយគាត់ដាក់ជួលអាហ្នឹងគឺទៅជាកិច្ចសន្យាជួលដែរប៉ុន្តែជួលមានលក្ខណៈពិសេសភក្តិសន្យាពិសេសវិញបាទដែលថាមានច្បាប់ភក្តិសន្យាពិសេសដែលសភាបានអនុម័តឲ្យកំពុងអនុវត្តបច្ចុប្បន្នលោកមេធាវីចំណុចនេះបានន័យថាការដោះដូរហ្នឹងគឺចាំបាច់តតែលុយជាមួយនឹងអាគារហ្នឹងតែម្ដងទើបហៅថាភក្តិសន្យាឬក៏បើសិនជាគាត់ឲ្យវ័យជាថ្នូរវិញគឺមិនមែនភក្តិសន្យាទេឬក៏យ៉ាងណាបាទលក្ខខណ្ឌកំណត់មាន3ទី1យើងថាម្ចាស់ឬក៏អ្នកមានសិទ្ធិគាត់បកគលសិទ្ធិប្រើប្រាស់អាស្រ័យផលលើវត្ថុហ្នឹងទៅឲ្យភាគីម្ខាងទៀតដែលយើងហៅថាអ្នកជួលឬក៏ភក្តិកៈហើយភក្តិកៈឬក៏អ្នកជួលហ្នឹងគាត់មានកាតព្វកិច្ចបង់ថ្លៃឈ្នួលអញ្ចឹងតទៅ3ហ្នឹងបានយើងចាត់ទុកថាកិច្ចសន្យាជួលបាទហើយនៅពេលកិច្ចសន្យាជួលកើតឡើងគឺត្រូវការដោះស្រាយព្រោះបើសិនជាកិច្ចសន្យាមិនមែនជាកិច្ចសន្យាជួលវាដោះស្រាយបែបផ្សេងហើយកិច្ចសន្យាជួលដោះស្រាយបែបផ្សេងចាអញ្ចឹងបើយើងនិយាយបន្តិចថាកិច្ចសន្យាធម្មតាតែឲ្យតែពាក្យកិច្ចសន្យាគឺវាបង្កើតនៅសិទ្ធិនិងកាតព្វកិច្ចជាការពិតបាទអញ្ចឹងវាកើតឡើងចេញពីកិច្ចសន្យាកើតឡើងពីការមិនគោរពសិទ្ធិនិងមិនគោរពកាតព្វកិច្ចពីរនឹងឯងបាទអញ្ចឹងតែបញ្ហាប្រឈមដែលយើងនឹងវិភាគសាលម្អិតទីទៀតនេះថាតើភាគីគាត់មិនគោរពកាតព្វកិច្ចដោយមូលហេតុអី
ជាឆន្ទៈរបស់គាត់ឬក៏ចេញពីកត្តាខាងក្រៅ ចា បាទហើយបើសិនជាឆន្ទៈគាត់ក៏ត្រូវទទួលទោសមិនការបំពេញកិច្ចសន្យាហើយបើឆន្ទៈខាងក្រៅគាត់ទទួលការអនុគ្រោះយ៉ាងម៉េចបាទយើងនឹងពិភាក្សា ភ្ជាប់ជាមួយនឹងកិច្ចសន្យាជាទូទៅ